ក្រោយឃើញព័ត៌មានប្អូនស្រីម្នាក់ដែលបានស្រែកយំអង្វរប្តីឲ្យត្រឡប់មកវិញនាងមានកូនតូចពោលនៅក្នុងដៃលោកជំទាវត្រីដាណាមិននៅស្ងៀមទេលោកជំទាវបានប្រកាសថានឹងជួយឲ្យមុខរបរប្អូនស្រីដោយមិនអស់ដើមទុននោះទេឥឡូវនេះលោកជំទាវបាននាំប្អូនស្រីមកដល់ផ្ទះហើយគាត់បានជួបសំណេះសំណាលនិងនាំទៅទិញរបស់របរអីវ៉ាន់ប្រើប្រាស់ជាច្រើនលោកជំទាវបានជួយជ្រោមជ្រែងដល់ប្អូនស្រីហើយសូមឲ្យប្អូនស្រីរឹងមាំដើម្បីបន្តដំណើរជីវិតទៅថ្ងៃខាងមុខទៀតឃើញវីដេអូដែលប្អូនស្រីសំពះអង្វរប្តីឲ្យត្រឡប់មកវិញលោកជំទាវក៏បានសរសេរដែរថាហេតុអ្វីមនុស្សប្រុសខិលខូចមួយចំនួនមិនមានទំនួលខុសត្រូវចំពោះគ្រួសារបែរជាខ្លាចជាទង្វើគេគ្រប់គ្រងទៅវិញប្អូននេះមិនខុសពីខ្ញុំទេបើខ្ញុំមិនរឹងមាំនិងមិនខំប្រឹងរកស៊ីចិញ្ចឹមកូនទេនោះខ្ញុំប្រកាសជាលើកដៃអង្វរប្តីដោយគាត់ហើយហេតុអ្វីមនុស្សស្រីចាំតែខុសប្អូនស្រីអើយអាចទេបើអូនប្រឹងឈរដោយខ្លួនឯងបើសិនបងផ្ដល់មុខរបរដល់ប្អូនរកស៊ីកុំយំដោយសារមនុស្សប្រុសបែបនេះបានទេបងសុំក្រោយពេលបានជួបនឹងសំណេះសំណាលដឹងសុខទុក្ខអំពីប្អូនស្រីលោកជំទាវក៏បានជួយជ្រោមជ្រែងហើយលោកជំទាវបានបង្ហោះរូបភាពជាច្រើនព្រមទាំងបានសរសេរបន្ថែមថាហេតុអ្វីមនុស្សស្រីត្រូវរងទុក្ខបែបនេះអាណិតគាត់ដែលត្រូវចិញ្ចឹមកូនម្នាក់ឯងចំណែកប្តីទៅបាត់មិនត្រឡប់មកវិញខ្ញុំក៏មិនដឹងរឿងពួកគាត់ច្បាស់ដែរប៉ុន្តែអ្វីដែលខ្ញុំធ្វើបានគឺមានតែជួយគាត់មកដំបូងមានតែទឹកភ្នែកប៉ុន្តែចុងក្រោយបានយកស្នាមញញឹមជាមួយកូនប្រុសទៅវិញដោយក្តីសង្ឃឹមនាងខ្ញុំបានជូនថវិកាខ្លះទិញសម្ភារៈនិងអាហារទិញទឹកដោះគោកូនតាមចិត្តគាត់ជូននាឡិកាទៅគាត់ពីមុនគាត់ធ្លាប់ធ្វើការរោងចក្រតែឥឡូវគ្មានការងារអ្វីទេខ្ញុំបានឲ្យបុគ្គលិករៀបចំផលិតផលគ្រប់មុខជូនគាត់ជាដើមទុន$2,500និងបន្ថែមមួយចំនួនទៀតហើយក៏នឹងទិញទូរស័ព្ទថ្មីជូនគាត់ផងដែរសង្ឃឹមថាគាត់ជោគជ័យស្អែកនេះបុគ្គលិកនាងខ្ញុំនឹងទៅជួយរៀបចំគាត់បន្ថែមជួយគ្រប់គ្រងគាត់ផងបងប្អូនប្អូនស្រីមានសង្ឃឹមមានផ្លូវដើរមានជីវិតថ្មីហើយលោកជំទាវមិនមើលតែភ្នែកទទេនោះទេមិនអូសរំលងឡើយគ្រប់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋចិត្តសប្បុរសធម៌របស់លោកជំទាវបានជួយជ្រោមជ្រែងមនុស្សជាច្រើនអ្នកនៅក្នុងសង្គមខ្មែរយើងតែលោកជំទាវបានបង្ហោះថាមនុស្សស្រីត្រូវតែរឹងមាំជូនពរប្អូនស្រីរឹងមាំនិងជោគជ័យសូមឲ្យប្អូនស្រីបានជោគជ័យនៅក្នុងជីវិតថ្មីដោយការជ្រោមជ្រែងពីលោកជំទាវត្រីដាណាជីវិតថ្មីនឹងកើតមានឡើងដល់ប្អូន